ទឹកដីពញាក្រែកល្អអាចពេកពុនស្ថានភាពតំបន់រៀបចំស្រុកពញាក្រែកជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង7នៃខេត្តត្បូងឃ្មុំមានផ្ទៃដីសរុប 773.70 គីឡូម៉ែត្រក្រឡាចែកជា8ឃុំរួមមានឃុំត្រពាំង plong ឃុំក្រែកឃុំវាលមលូឃុំពពែលឃុំកោងកាងឃុំកណ្ដាលជ្រុំឃុំកក់និងឃុំដូនតីតាមរយៈការសាកសួរចាស់ព្រឹទ្ធាចារ្យនិងការសិក្សាស្រាវជ្រាវលើឯកសារដែលបន្សល់ទុកបានឲ្យដឹងថាស្រុកពញាក្រែកត្រូវបានរៀបចំបង្កើតឡើងនៅក្នុងឆ្នាំ 1962 ដោយបំបែកចេញពីស្រុកត្បូងឃ្មុំហើយបានប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលនៅក្នុងឆ្នាំ 1967 មានទីតាំងសាលាស្រុកស្ថិតនៅក្នុងភូមិតាហៀវក្រោមឃុំកោងកាងស្រុកពញាក្រែកខេត្តកំពង់ចាមក្រោយថ្ងៃរដ្ឋប្រហារ 18 មីនា ឆ្នាំ 1970 រហូតដល់ឆ្នាំ 1978 ទីតាំងសាលាស្រុកត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់អាស្រ័យលើស្ថានភាពនៃសភាពការនយោបាយនិងសន្តិសុខសង្គមលុះក្រោយថ្ងៃរំដោះ 7 មករាឆ្នាំ 1979 សាលាស្រុកពញាក្រែកបានដាក់ទីតាំងបណ្ដោះអាសន្នក្នុងភូមិស្ទឹងឃុំកោងកាងស្រុកពញាក្រែកខេត្តកំពង់ចាមចាប់ពីឆ្នាំ 1982 ទីតាំងសាលាស្រុកត្រូវបានប្ដូរមកនៅទីតាំងដើមវិញក្នុងភូមិតាហៀវក្រោមក្រោយមកភូមិឋានប្រជាពលរដ្ឋតំបន់នេះក៏ត្រូវបានបំបែកចេញពីភូមិតាហៀវក្រោមនៅក្នុងឆ្នាំ 1987 ដោយបង្កើតជាភូមិថ្មីមួយមានឈ្មោះថាភូមិពោធិ៍ស្រុកហើយភូមិនេះដំបូងឡើយគេនាំគ្នាហៅថាភូមិពោធិ៍សាលាដឹកនាំសង្គមគៀងកាយវិញសហឹងមជ្ឈការគិតចាប់ពីការរៀបចំបង្កើតរហូតដល់ឆ្នាំ 2025 ស្រុកពញាក្រែកត្រូវបានដឹកនាំនិងគ្រប់គ្រងដោយថ្នាក់ដឹកនាំចំនួន 12 ជំនាន់រួមមានចាប់ពីឆ្នាំ 1962 ដល់ឆ្នាំ 1967 ដឹកនាំដោយលោកយាវយូសេងមានភារកិច្ចជាអ្នកទទួលបន្ទុករៀបចំនិងដឹកនាំកសាងរចនាសម្ព័ន្ធស្រុកដំបូងចាប់ពីឆ្នាំ 1967 ដល់ឆ្នាំ 1969 ដឹកនាំដោយលោកវងមេងចាប់ពីឆ្នាំ 1969 ដល់ឆ្នាំ 1970 ដឹកនាំដោយលោកសួនសានចាប់ពីឆ្នាំ 1970 ដល់ឆ្នាំ 1971 ដឹកនាំដោយលោកកងចាប់ពីឆ្នាំ 1971 ដល់ឆ្នាំ 1978 ដឹកនាំដោយលោកជាស៊ីមចាប់ពីឆ្នាំ 1979 ដល់ឆ្នាំ 1981 ដឹកនាំដោយលោកយឹមសើងចាប់ពីឆ្នាំ 1982 ដល់ឆ្នាំ 1986 ដឹកនាំដោយលោកអ៊ុងសំរិទ្ធចាប់ពីឆ្នាំ 1987 ដល់ឆ្នាំ 1988 ដឹកនាំដោយលោកស៊ីវហ៊ុយជាលេខាបកនិងលោកម៉ែនសវណ្ណជាអភិបាលស្រុកចាប់ពីឆ្នាំ 1989 ដល់ឆ្នាំ 1993 ដឹកនាំដោយលោកឡាន់ឆនជាលេខាបកនិងលោកម៉ែនប៊ីជាអភិបាលស្រុកចាប់ពីឆ្នាំ 1998 ដល់ឆ្នាំ 2009 ដឹកនាំដោយលោកស៊ុនសុកលីចាប់ពីឆ្នាំ 2009 ដល់ឆ្នាំ 2017 ដឹកនាំដោយលោកឡុងធៀមចាប់ពីឆ្នាំ 2017 មកដល់បច្ចុប្បន្នក្នុងឆ្នាំ 2025 ដឹកនាំដោយលោកលីសុភីលីនទឹកដីពញាក្រែកល្អអាចពេកពុនស្រុកពញាក្រែកជាទឹកដីដ៏ពិសិដ្ឋមួយដែលបានបង្កប់នូវដានប្រវត្តិសាស្ត្រសម្បត្តិវប្បធម៌និងបេតិកភណ្ឌជាច្រើនរបស់ជាតិស្រុកនេះជាអតីតរាជធានីរបស់ខ្មែរចំនួន2ជំនាន់ផ្សេងគ្នាគឺនៅក្នុងសម័យមុនអង្គរមានរាជធានីឈ្មោះឥន្ទ្របុរៈក្រោមរាជព្រះបាទជ័យវរ្ម័នទី2និងនៅរជ្ជកាលនៃហ្លួងព្រះស្ដេចកនឬព្រះបាទស្រីចេដ្ឋាមានរាជធានីឈ្មោះស្រឡប់ពីជ័យបន្ទាយព្រៃនគរដែលរាជធានីទាំងពីរមានទីតាំងស្ថិតនៅក្នុងភូមិអង្គរក្នុងឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំនាពេលបច្ចុប្បន្នជ័យភូមិសោភីកំណើតស្រុកពីបានចាទន្
ទំនេះបើនិយាយអំពីសាវតានៃស្រុកពញាក្រែកក៏ឃើញថាមានការតាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងប្រវត្តិនៃព្រះមហាក្សត្រខ្មែរមួយព្រះអង្គព្រះនាមសន្ធប់អមរិន្ទបរមព្រហ្មកិលអង្គម្ចាស់អនុរាជឬព្រះចៅពញាក្រែកឬព្រះបាទព្រហ្មកិលដែលបានទទួលអភិសេកនៅថ្ងៃមួយកើតខែមករាឆ្នាំវកពុទ្ធសករាជ1552ត្រូវជាមហាសករាជ980ចលលសករាជ370និងត្រូវជាគ្រិស្តសករាជ1008ក្នុងប្រជញ្ញ12ព្រះវស្សា ចៅពញាត្រូវបានភ្លើងដុតឆេងរលះ តាមរយៈពងសាវតាខ្មែរបានបង្ហាញថានៅពេលដែលនាយញូងឬតាដំបងក្រញូងធ្វើការបះបោរដណ្ដើមរាជបល្ល័ង្កព្រះរាជកុមារទី2នៃព្រះបាទចក្រពត្តិព្រះនាមសិរីកុមារដែលទើបមានប្រជញ្ញ5ព្រះវស្សារួមជាមួយមេដោះបានខំរត់គេចពួនតែត្រូវក្រុមសេនារបស់ដំបងក្រញូងចាប់បានហើយក្រវត្តបោះចូលទៅក្នុងភ្នក់ភ្លើងដើម្បីដុតសម្លាប់ដោយហេតុសំណាងបុណ្យបារមីមកជួយស្រាប់តែមានទាហានមួយក្រុមទៀតមកដល់បានឃើញព្រះអង្គនៅក្នុងភ្នក់ភ្លើងកើតមានចិត្តសង្វេគអាណិតអាសូរនាំគ្នាលួចទាញអុកព្រះសិរីកុមារចេញពីភ្លើងមកលាក់ទុកក្នុងកំពតព្រៃវល្លិក្តៅក្រែករួចក៏នាំគ្នារត់បាត់ទៅ លុះថ្ងៃបន្ទាប់មកជាចៃដន្យមានព្រះសង្ឃមួយក្រុមនិមន្តកាត់មកតាមទីនោះបានឃើញព្រះសិរីកុមារក្នុងសភាពដ៏សែនខ្លោចផ្សាក៏កើតមានចិត្តមេត្តាករុណាឬយកទ្រង់ទៅចិញ្ចឹមវិបាច់ថែរក្សាអស់កាលយូរបន្តិចមកលំបៅរាជកុមារក៏បានជាសះស្បើយតែដៃជើងរបស់ទ្រង់ឡើងក្រញែងក្រញ៉ង់រួចជាប់គ្នារងើបដើរមិនកើតដើម្បីនឹងធ្វើចលនាទៅមុខទ្រង់ត្រូវខំប្រឹងរំកិលដោយកូតហេតុនោះហើយទើបអ្នកផងទាំងពួងដាក់ឈ្មោះឲ្យថាចៅព្រហ្មកិលអ្នកខ្លះទៀតនិយមហៅថាពញាក្រែកដោយយកពាក្យពញាបូកផ្សំជាមួយពាក្យក្រែកព្រោះពាក្យពញានេះអ្នកស្រុកខ្មែរចំនួនដើមគេហៅសម្រាប់អ្នកមានឈាមជាញាតិវង្សមានភេទជាបុរសដែលចំណេរកាលសពថ្ងៃហៅថាព្រះអង្គម្ចាស់រីឯការហៅក្រែកព្រោះហេតុគេរកទ្រង់ឃើញនៅគុំវត្តផ្ដៅក្រែកគឺត្រង់គុំវត្តផ្ដៅក្រែកដែលគេរកឃើញទ្រង់នោះហើយបណ្ដាលឲ្យអ្នកស្រុកអ្នកភូមិក្នុងតំបន់នេះពីបុរាណមកតែនិទានដំណាលតគ្នារហូតកើតមានភូមិក្រែកនិងការយកឈ្មោះភូមិក្រែកមកដាក់ជាឈ្មោះភូមិនិងឃុំផងដែររីឯការយកប្រនាមទ្រង់មកដាក់ជាឈ្មោះរបស់ស្រុកដែលបំបែកចេញពីស្រុកត្បូងឃ្មុំមួយនេះដោយហេតុការស្រាវជ្រាវរកឃើញដើមហេតុនិងសេចក្តីតាក់ទងរបស់ទ្រង់ជាមួយទីតាំងនេះទើបក្រុមការងាររៀបចំបំបែកស្រុកនៅចំនួននោះកំណត់ដាក់ឈ្មោះថាស្រុកពញាក្រែក